សួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដល់ការិយាល័យអប់រំយុវជននិងកីឡាស្រុកថ្មពួកអញ្ចឹងយើងចូលទៅមើលខាងក្នុងការិយាល័យអប់រំយុវជននិងកីឡាស្រុកថ្មពួករបស់យើងទាំងអស់គ្នាថាតើខាងក្នុងហ្នឹងគឺមានបរិស្ថានក៏ដូចជាទេសភាពបែបណាខ្លះបាទប៉ុន្តែមុននឹងចូលមកដល់គឺយើងសម្លឹងឃើញថាខាងស្ដាំដៃមានផ្លាកឈ្មោះហើយនឹងខាងឆ្វេងដៃគឺជាកម្រងបាទចឹងពេលដែលយើងដើរចូលមកបាទដើរចូលមកគឺឃើញមានរថយន្តក៏ដូចជាម៉ូតូមួយចំនួនរបស់លោកគ្រូអ្នកគ្រូដែលគាត់មកចូលរួមកម្មវិធីសិក្ខាសាលាដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាដែលធ្វើនៅក្នុងស្រុកថ្មពួកនេះបាទអញ្ចឹងសូមបញ្ជាក់ជាថ្មីម្ដងទៀតថាស្រុកថ្មពួកនេះគឺស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យបាទហើយដំបូងយើងមើលមកខាងស្ដាំដៃសិនបាទឃើញមានអណ្ដូងស្នប់ទឹកមួយប៉ុន្តែដូចជាគេជប់ប្រើហើយបាទគេជប់ប្រើប្រាស់ហើយអញ្ចឹងអាចការទុកចោលហើយយើងមើលទៅគឺថាមានអាគារចំនួន3ខ្នងបាទអាគារ3ខ្នងដែលអាគារទី1នេះអាគារខាងស្ដាំដៃអាគារទី2គឺសាលសម្រាប់ប្រជុំនិងអាគារទី3គឺមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតគឺទើបតែធ្វើឡើងថ្មីទេហើយនៅកណ្ដាលការិយាល័យអប់រំយុវជននិងកីឡាស្រុកថ្មពួកនេះគឺមានដើមឈើមួយដ៏ធំដែលជាម្លប់ដើមនេះគឺផ្ដល់ម្លប់ទូទាំងការិយាល័យទាំងមូលតែម្ដងបាទគឺនៅចំកណ្ដាលនៃផ្ទៃដីហើយផ្ដល់ជាម្លប់ជាប្រយោជន៍ដល់ការិយាល័យទាំងមូលបាទហើយនៅខាងនេះគឺមានដើមឈើ3ដើមទៀតដែលវាក៏ជាកន្លែងផ្ដំម្លប់ដែរហើយយើងងាកមកស្ដាំដៃមានកន្លែងបិទផ្សាយព័ត៌មានមកកន្លែងបិទផ្សាយព័ត៌មានចង់ថាថ្ងៃនេះមានព័ត៌មានអីខ្លះអញ្ចឹងកុំតន់អាចទៅមើលយើងត្រឡប់មកមើលសម្រស់ផ្កាសម្រស់បុប្ផារីកស្រស់លឿងស្រស់បំប្រងមែនតើបាទហើយធម្មតាកន្លែងធ្វើការបើសិនជាមានផ្ការីកស្រស់បំប្រងអញ្ចឹងគឺធ្វើឲ្យអារម្មណ៍យើងស្រស់ថ្លាពេលខ្លះយើងធ្វើការងារវាហត់នឿយវារវល់ stress ខ្លាំងយើងដើរចេញមកក្រៅបន្ទប់សម្លឹងមើលជុំវិញខ្លួនមើលរុក្ខជាតិបៃតងមើលផ្កាចម្រុះពណ៌ធ្វើឲ្យចិត្តយើងស្រស់ស្រាយរំសាយទុកកង្វល់គ្រំសាយ stress ដែរបាទជាធម្មតាបើសិនជាយើងធ្វើការនៅមុខកុំព្យូទ័រក្នុងមួយថ្ងៃ8ម៉ោងពេញអញ្ចឹងគឺកែវភ្នែករបស់យើងក៏ពិបាកនឹងទទួលយកពន្លឺកាំរស្មីពីកុំព្យូទ័រណាដែលធ្វើឲ្យភ្នែកយើងវាស្រវាំងវាឈឺចុករយអញ្ចឹងអ្វីដែលជាថ្នាំព្យាបាលស័ក្តិសិទ្ធិបំផុតគឺរុក្ខជាតិបៃតងពេលដែលយើងសម្លឹងមើលរុក្ខជាតិបៃតងសម្លឹងមើលស្លឹកឈើពណ៌បៃតងភ្នែកយើងនឹងត្រជាក់បាត់ឈឺបាត់ចុកបាត់រយភ្លាមបាទអញ្ចឹងនេះគឺជាប្រយោជន៍នៃធម្មជាតិនៃរុក្ខជាតិដែលយើងគួរតែមានដាំនៅជុំវិញកន្លែងការងាររបស់យើងក៏ដូចជាយើងអាចដាក់ដាំលម្អនៅលើតុការងាររបស់យើងបាទពេលដែលយើងសម្លឹងកុំព្យូទ័រឈឺភ្នែកយើងអាចកលេចមើលមករុក្ខជាតិបៃតងធ្វើឲ្យភ្នែកយើងបានស្រស់ថ្លាឡើងវិញបាទហើយក្នុងនេះគឺមានបិទផ្សាយដំណឹងខ្លះដែលដំណឹងខ្លះវាយូរខែយូរថ្ងៃទៅវាត្រូវទឹកភ្លៀងរហែកដំណឹងខ្លះថ្មីដូចជាការជ្រើសរើសសិក្ខាកាមវគ្គបណ្ដុះបណ្ដាលជំនាញឥតគិតថ្លៃអីជាដើមនេះបាទអញ្ចឹងគឺជាបណ្ដុំព័ត៌មានមួយដែលល្អបាទហើយនេះគឺអាគារគម្រោងគាំទ្រវិស័យអប់រំទី2បាទការិយាល័យអប់រំស្រុកបាទហើយយើងមើលនៅខាងមុខអាគារហ្នឹងគឺមានផ្កាមានប្រទាលបាទហើយមានផ្កាกระดาษប្រទាលហើយនឹងដើមឈើនេះបាទហើយយើងទៅមុខទៀតនេះយើងមានផ្កាกระดาษនេះមានពីរពណ៌មានពណ៌ទឹកក្រូចនិងពណ៌ក្រហមឆ្អិនឆ្អៅល្អហើយងាកមកខាងនេះវិញគឺមានអូស្អាតម្លេះនេះមកកញ្ចប់អានេះផុសមកធ្លុតែឯងត្មងបាទស្អាតខ្លាំងណាស់ស្អាតខ្លាំងមែនតែនបាទនេះគឺ
ជាទេសភាពដែលធ្វើឲ្យចិត្តយើងស្រស់ស្រាយសប្បាយរីករាយហើយភ្នែកយើងក៏បានត្រជាក់ធូរស្រាលបាត់អស់ទុក្ខកង្វល់ផងដែរបាទហើយយើងក៏លេចមើលមកខាងនេះក៏ស្អាតដែរនេះផ្កាពណ៌សស្គូបាទនេះគឺផ្កាស្អីទេខ្ញុំមិនសូវស្គាល់ដែររុក្ខជាតិផ្កានេះតែឃើញថាផ្កាពីដើមពីគល់ដល់ចុងតែម្ដងបាទថតមួយសិនហើយនេះគឺអាគារសម្រាប់ប្រជុំក៏ដូចជារៀបចំកម្មវិធីសិក្ខាសាលាផ្សេងហើយយើងឃើញថាលោកគ្រូអ្នកគ្រូបានអញ្ជើញមកដល់បដាហើយអញ្ចឹងយើងទៅមើលអាគារថ្មីតិចបាទនេះគឺអាគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតបាទថ្មីចាស់តែម្ដងបាទដែលជាអំណោយរបស់ជប៉ុនបាទអញ្ចឹងយើងក៏លេចមើលសម្រាប់អាគារថ្មីតិចទៅបាទនេះអាគារថ្មីជាអំណោយរបស់ប្រជាជនជប៉ុនបាទជាជនជប៉ុនដែលគេផ្ដល់អំណោយមកជូនការិយាល័យអប់រំយុវជននិងកីឡាស្រុកថ្មពួកបាទអញ្ចឹងនេះគឺជាសម្រស់ដ៏ស្រស់ស្អាតរបស់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតបាទហើយយើងក៏លេចមើលមកខាងនេះគឺមានស្តែនទឹកមួយបាទបន្ទាប់ពីស្តែនទឹកទៅគឺមានជាប់គៀកជាប់នឹងការិយាល័យស្រុកគឺមានសាលារៀនបាទសាលារៀននៅខាងនោះបាទអញ្ចឹងយើងអត់ទាន់ទៅថតសាលារៀនទេយើងមើលបរិយាកាសបរិស្ថានជុំវិញនៅក្នុងការិយាល័យអប់រំស្រុកសិនបាទនេះទេសភាពស្រស់ស្អាតបាទគឺថាមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាបាទអរគុណកុំភ្លេចជួយចុច like ចុច subscribe ដើម្បីទទួលបាននៅវីដេអូថ្មីពាក់ព័ន្ធជាមួយនឹងសាលារៀនការិយាល័យអប់រំស្រុកមន្ទីរក៏ដូចជាក្រសួងហើយនឹងសកម្មភាពផ្សេងជាច្រើនទៀតទៅតាមតំបន់នីមួយបាទបើសិនជាបងប្អូនគ្មានពេលទំនេរក្នុងការដើរគ្រប់ច្រកល្ហកដូចខ្ញុំទេបងប្អូនអាចមើលវីដេអូនេះបានបាទហើយមួយទៀតយើងមើលតែវីដេអូ AI ពេកក៏វាធុញថប់បាទវាធុញថប់វា stress អញ្ចឹងវីដេអូនេះគឺពិតផ្ទាល់បាទថតតាមស្រុកតាមភូមិតាមឃុំតាមខេត្តគ្រប់ច្រកល្ហកកលុកកលៀតដែលបងប្អូនគិតថាបងប្អូនមិនបានមកទេមានតែខ្ញុំទេបានមកបាទអញ្ចឹងអរគុណច្រើនបាយទាំងអស់គ្នា